đo ở lục srei lục ye lục ta nâng nhiệt mật cục mà chật thanជាទីគោរពនិងជាទីរាប់អានបំផុតមុននឹងអានប្រវត្តិរូបខ្ញុំព្រះករុណានាងខ្ញុំសូមខន្តីអភ័យទោសអំពីសំណាក់ព្រះករុណាគ្រប់ព្រះអង្គនិងអស់លោកស្រីញាតិមិត្តនិងបងប្អូនទាំងអស់គ្នាក្រែងមានការខុសឆ្គងបបបានអក្ខរាវិរុទ្ធមិនប្រកបមិនច្បាស់មិនគប់ទឹកព្រះតីនិងទឹកចិត្តអស់លោកក៏សូមព្រះមេត្តាខន្តីដល់ខ្ញុំព្រះករុណានាងខ្ញុំដោយសេចក្តីអនុគ្រោះឧបាសិកាលុយងាប្រសូតនៅថ្ងៃទី8ខែ3ឆ្នាំ1945ឪពុកឈ្មោះវ៉ាត់លុយម្ដាយឈ្មោះអោអឹងមានបងប្អូនចំនួន6នាក់ប្រុស4នាក់និងស្រី2នាក់លោកយាយលុយងាជាកូនទី1នៅក្នុងត្រកូលកសិករដែលមានទីលំនៅភូមិបំណន់ឃុំកន្ទឺស្រុកបាណន់ខេត្តបាត់ដំបងលោកកុមារីលុយងាអាយុបាន18ឆ្នាំត្រូវនឹងគ្រិស្តសករាជ1963វ័យកុមារភាពបានកន្លងផុតទៅចូលដល់វ័យកណ្ដាលកញ្ញាមានចរិយាសម្បត្តិសុភាពប្រៀបសាររំទុំគួរជាទីស្រឡាញ់នៃអ្នកភូមិផងរបងជាមួយមិនយូរប៉ុន្មានយុវជនឈ្មោះសារីដឹមដែលកំពុងតែស្វែងរកគូស្រករក៏បានមកដណ្ដឹងកញ្ញាលុយងាជាគូក្រងពេលនោះឪពុកម្ដាយក៏លើកកញ្ញាលុយងាឲ្យទៅយុវជនសារីដឹមហើយក៏បានរៀបចំមង្គលការក្នុងខែ3ឆ្នាំ1963អ្នកស្រីលុយងាមានបុត្រាបុត្រី11នាក់ប្រុស7នាក់ស្រី4នាក់ជាចំណងដៃនៃអាពាហ៍ពិពាហ៍កូនទី1សុកនីសារីកូនទី2ស៊ីនួនសារីកូនទី3ចម្រើនសារីកូនទី4ពៅសារីកូនទី5បារាំងសារីកូនទី6សំអល់សារីកូនទី7វិបុលសារីកូនទី8សម្បត្តិសារីកូនទី9សម្បូរសារីកូនទី10ស៊ូសាន់សារីកូនទី11សុផាតលុយក្នុងលុះមកដល់ថ្ងៃទី17ខែមករាឆ្នាំ1975ចូលមកដល់សង្គមខ្មែរត្រូវបានផ្លាស់ប្ដូររបបគ្រប់គ្រងថ្មីមានឈ្មោះថាកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយលោកប៉ុល ពតពេលនោះឯងការកសាងដំណើរជីវិតគ្រួសាររបស់អ្នកស្រីលុយងាក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេសដែរត្រូវបានជួបនៅភាពមហន្តរាយពុំធ្លាប់ជួបប្រទេសសោះក្នុងប្រវត្តិសាស្ត្រខ្មែរសមាជិកគ្រួសារនីមួយៗត្រូវនិរិះព្រាត់ប្រាសគ្នាពេលនោះគ្រួសាររបស់អ្នកស្រីលុយងាក៏បានភៀសខ្លួនទៅនៅជំរំទៅនៅភូមិបឹងវាលឃុំកន្ទឺស្រុកបាណន់ខេត្តបាត់ដំបងរបបកម្ពុជាប្រជាធិបតេយ្យគ្រប់គ្រងបាន3ឆ្នាំ8ខែ20ថ្ងៃត្រូវរបបថ្មីផ្ដួលរំលំសង្គមខ្មែរត្រូវបានបដូររបបគ្រប់គ្រងថ្មីមួយផ្សេងទៀតគឺនៅថ្ងៃទី7ខែមករាឆ្នាំ1979ជាថ្ងៃដែលវៀតណាមវាយលុកលុយប្រទេសកម្ពុជាដើម្បីត្រួតត្រាការចាប់ផ្ដើមនៃសង្គមថ្មីដែលទើបតែងើបឡើងអំពីបាតដៃទទេក្រុមគ្រួសារនីមួយៗត្រូវជួបប្រទះនៅភាពលំបាកនិងការខ្វះខាតក្នុងលក្ខណៈប្រកបមុខរបរចិញ្ចឹមជីវិតក្រោយពីការរួចផុតអំពីរបបគុកឥតជញ្ជាំងដែលសម្លាប់ប្រជាជនខ្លួនឯងដ៏រង្គាលនោះមកការតស៊ូក្នុងរបបថ្មីមិនយូរប៉ុន្មាននៅថ្ងៃទី5ខែ11ឆ្នាំ1979គ្រួសារអ្នកស្រីលុយងាក៏បានភៀសខ្លួនមករស់នៅជំរំជនភៀសខ្លួនឈ្មោះថាជំរំខៅអេដាងរហូតដល់ឆ្នាំ1981អង្គការសហប្រជាជាតិបាននាំគ្រួសារអ្នកស្រីមករស់នៅជំរំម៉ៃរូតលុះដល់ឆ្នាំ1982គ្រួសារអ្នកស្រីលុយងាក៏មានឈ្មោះ
សម្ភារមករស់នៅសហរដ្ឋអាមេរិកលុះមកដល់ប្រទេសអាមេរិកគាត់នៅ Chicago រដ្ឋ Illinois 4 ខែគាត់រើទៅនៅ Providence រដ្ឋ Rhode Island បាន 6 ឆ្នាំ ពីឆ្នាំ 1982 មកដល់ឆ្នាំ 1988 ក្នុងអំឡុង 6 ឆ្នាំនោះគ្រួសារអ្នកស្រីមានទំនាស់រវាងប្តីប្រពន្ធជាញឹកញាប់ក៏បានចែកផ្លូវគ្នាអ្នកស្រីក៏បានប្តូរទីលំនៅពីរដ្ឋ Providence មករស់នៅក្នុងរដ្ឋ California បាន 13 ឆ្នាំទៅប្តូរពីរដ្ឋ California មករស់នៅរដ្ឋ Pennsylvania ក្នុងឆ្នាំ 2001 លោកយាយលុយណាជាសមាជិកវត្តបានទំនុកបម្រុងវត្តព្រះពុទ្ធរាំងសីចាប់ពីវត្តកកើតឡើងមកជាអ្នកមានសទ្ធាជ្រះថ្លាដ៏ខ្លាំងក្លានិងគោរពព្រះពុទ្ធសាសនាយ៉ាងមុតមមមិនរង្គោះរង្គើមិនកំរើកញាប់ញ័រលោកយាយជាឧបាសិកាមួយរូបដែលមានចរិយាសម្បត្តិសុគតស្រគំសុភាពរៀបសារវិចារទន់ភ្លន់រាប់អានញាតិមិត្តមានចិត្តសប្បុរសធម៌មិនឆ្មាំឆ្មៃមានញាតិមិត្តគ្រប់មជ្ឈដ្ឋានគោរពស្រឡាញ់លោកយាយព្រោះលោកយាយជាមនុស្សជួយសង្គមក្នុងព្រះពុទ្ធសាសនាជាទីបញ្ចប់ខ្ញុំព្រះករុណានាងខ្ញុំសូមលើកហដ្ឋាប្រណម្យអធិដ្ឋានបួងសួងដល់ដួងវិញ្ញាណរបស់ឧបាសិកាលុយងាសូមបានទទួលនៅកងការមហាក្រសលផកបានដែលកូនចៅព្រមទាំងញាតិមិត្តដែលបានអញ្ជើញមកពីទីជិតឆ្ងាយចូលរួមប្រារព្ធនៅបុណ្យសពឬធ្វើបុណ្យដើម្បីឧទ្ទិសជូនដល់មកទៅដល់លោកយាយសូមបានតាំងនៅស្ថានទីតុវិមានបានចាប់បដិសន្ធិសោយនៅសម្បត្តិសួគ៌ដ៏បវរកំបីអខានឡើយម្យ៉ាងវិញទៀតខ្ញុំព្រះករុណានាងខ្ញុំសូមថ្លែងអំណរអរគុណនិងអរគុណយ៉ាងជ្រៅបំផុតព្រះវត្តមាននិងវត្តមានចំពោះព្រះករុណាគ្រប់ព្រះអង្គនិងអស់លោកស្រីលោកយាយលោកតាញាតិមិត្តបងប្អូនភ្ញៀវកិត្តិយសគ្រប់មជ្ឈដ្ឋានដែលបាននិមន្តនិងអញ្ជើញចូលរួមរំលែកទុក្ខក្នុងកម្មវិធីបុណ្យសពរបស់ឧបាសិកាលុយងាថ្ងៃនេះសូមប្រសិទ្ធពរជ័យសិរីវិបុលសុខគ្រប់ប្រការនិងសូមគោរពប្រគេននិងជូនពរដល់ព្រះគុណម្ចាស់ព្រមទាំងក្រុមគ្រួសារញាតិមិត្តបងប្អូនទាំងអស់គ្នាសូមបានសមប្រកបនៅជួបប្រទះនៅសម្បត្តិទាំងឡាយ3ប្រការគឺសម្បត្តិមនុស្សមួយសម្បត្តិទេវតាមួយនិងសម្បត្តិព្រះនិព្វានមួយព្រមមួយអន្លើដោយពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈចូលកើតមានដល់ម្ចាស់សទ្ធាកំបីឃ្លៀងឃ្លាតคล้ายជាប្រការៈដតីឡើយសូមអរព្រះគុណនិងអរគុណ